បាទសួស្តីបងប្អូនទាំងអស់គ្នាបាទវិលជួបជាមួយខ្ញុំបាទនៅវីដេអូថ្មីបាទថ្ងៃនេះខ្ញុំមានវីដេអូចែករំលែកថ្មីមួយទៀតដើម្បីយកធ្វើការចែករំលែកដល់បងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំសូមជ្រើសរើស model ទូរស័ព្ទដៃ Vivo Y21D ដើម្បីយកធ្វើការចែករំលែកពីរបៀបក្នុងការដាក់លេខកូដឬក៏ការដោះលេខកូដចេញពេលដែលយើងធ្វើការដាក់លេខកូដរួចបាទអញ្ចឹងបងប្អូនដែលមានបំណងចង់ដឹងអំពីរបៀបក្នុងការដាក់លេខកូដអញ្ចឹងបងប្អូនរងចាំទស្សនាជាមួយខ្ញុំនឹងធ្វើការបង្ហាញនៅបន្តិចទៀតនេះបាទអូខេអញ្ចឹងដើម្បីយើងធ្វើការដាក់លេខកូដទៅលើ model Vivo Y21D នេះបានគឺយើងធ្វើការចូលនៅក្នុងកម្មវិធី setting ឬក៏ហៅថាកម្មវិធី console បងប្អូនអូខេអញ្ចឹងយើងចូលដល់កន្លែងនេះហើយយើងធ្វើការអូសវាឡើងលើដើម្បីយើងរកពី security and privacy អញ្ចឹងបងប្អូនចុចតាមខ្ញុំនឹងមកបាទបន្តមកទៀតយើងធ្វើការចុចយកពី device unlocking បាទអូខេអញ្ចឹងចូលដល់កន្លែងនេះគឺវាមាន3ជម្រើសសម្រាប់បងប្អូនទាំងគ្នាជ្រើសរើសបាទវាមានលក្ខខណ្ឌទី1គឺយើងធ្វើការដាក់លេខកូដធម្មតាលក្ខខណ្ឌទី2គឺយើងធ្វើការដាក់លេខកូដបូកនឹង scan ក្រយ៉ៅដៃហើយលក្ខខណ្ឌទី3គឺការដាក់លេខកូដបូកនឹង scan មុខបាទយើងដោះសដោយប្រើ scan មុខបងប្អូនអញ្ចឹងថ្ងៃនេះខ្ញុំសូមធ្វើការបង្ហាញពាក្យប៉ុណ្្នឹងការ scan មុខបូកនឹងដាក់លេខកូដចឹងខ្ញុំយកអាក្រមគេនេះបាទអូខេចឹងដល់កន្លែងនេះគឺវាមាន3 option ដូចគ្នាចឹងបងប្អូនអាចជ្រើសរើស option មួយណាក៏បានបាទអូខេវាមាន1មាន2មាន3អញ្ចឹងខ្ញុំសូមធ្វើការបង្ហាញបន្លោះទី2ដោយសារយើងធ្វើការដាក់លេខកូដបូកនឹង Face ID បាទហើយដល់កន្លែងនេះបងប្អូនធ្វើការជ្រើសរើសលេខកូដដែលយើងចង់ដាក់ចាប់ពី4ខ្ទង់រហូតដល់6ខ្ទង់ចឹងបងប្អូនអាចជ្រើសរើសដោយខ្លួនឯងប៉ុន្តែក្នុងវីដេអូនេះគឺខ្ញុំធ្វើការបង្ហាញឧទាហរណ៍ខ្ញុំដាក់លេខកូដ1 2 3 4 5 6បាទអូខេយើងចុចពាក្យ next បន្តមកទៀតយើងធ្វើការចុចបញ្ជាក់ឡើងវិញបាទ1បាទ2 3 4 5 6អូខេយើងចុចពាក្យ OK បាទបន្តមកទៀតយើងរួចរាល់ហើយលេខកូដគឺយើងចុចពាក្យដានមកដើម្បីយើងបន្តទៅមុខទៀតហើយយើងចុចកន្លែង Q នេះមកបន្តមកទៀតយើងធ្វើការ scan មុខបាទកន្លែងនេះគឺយើង scan មុខបងប្អូនយើងដាក់មុខយើងឲ្យចំកន្លែងប្រឡោះកាមេរ៉ាមិញបងប្អូនហើយយើងធ្វើការពវល់មុខចុះឡើងមកដើម្បីឲ្យវាចាញ់សញ្ញាគ្រីសបែបនេះទៅបានជោគជ័យអូខេអញ្ចឹងនឹងយើងចុចបន្តទៀតមកបងប្អូនយើងចុចពាក្យអូខេដើម្បីយើងបញ្ចប់ការដាក់លេខកូដរបស់យើងបាទយើងចុចពាក្យអូខេខាងក្រោមនេះដើម្បីយើងធ្វើការបញ្ចប់បាទអូខេបន្ទាប់ពីយើងធ្វើការចុចបញ្ចប់ហើយយើងធ្វើការ clear បាទយើង clear មួយសិនមកហើយខ្ញុំសូមធ្វើការបង្ហាញពីscreen មួយដើម្បីយើងធ្វើការតេស្តទាំងអស់គ្នាបាទអញ្ចឹងលេខកូដវាចប់ហើយយើងធ្វើការដាក់លេខកូដ1 2 3 4 5 6បាទយើងចុចសញ្ញាគ្រីសមកអញ្ចឹងយើងដោះសប៉ុន្តែមួយវិញទៀតយើងធ្វើការដោះមួយទៀតគឺយើងដោះដោយប្រើមុខបាទយើងដាក់មុខយើងគ្រាន់ដាក់មុខយើងចំមកវាធ្វើការដោះអូតូអញ្ចឹងវាលឿនមែនទែនបងប្អូនទាំងគ្នាអញ្ចឹងវាលឿនអញ្ចឹងបងប្អូនអាចប្រើប្រាស់ scan មុខមកវាលឿនបងប្អូនទាំងគ្នាយើងពុំបាច់វាលេខកូដទេយើងអាចជំនួសដោយប្រើប្រាស់ scan មុខបាទអូខេអញ្ចឹងវីដេអូនេះគឺបងប្អូនបានដឹងហើយពីរបៀបក្នុងការដាក់អញ្ចឹងយើងចូលទៅដោះវិញអ្នកគ្នាបាទចូលទៅដោះវិញគឺយើងចូលកន្លែងដដែលបាទយើងជ្រើសរើសពាក្យ CU and privacy បាទយើងចុចចឹងមកបន្តមកទៀតយើងយកឲ្យលើដូចគ្នាបាទ device unlocking បាទបន្តមកទៀតយើងជ្រើសរើសយក screen lock នៅខាងលើបាទចុចចឹងមកហើយយើងធ្វើការវាលេខកូដ1ដល់6របស់យើងមិញបាទយើងវា1ដល់6បាទ2 3 4 5 6ហើយយើងចុចសញ្ញាព្រួយបន្តមកទៀតយើងជ្រើសរើសទី2បងប្អូនហើយកន្លែងពាក្យ swipe នេះអូខេហើយជ្រើសរើសពាក្យ remove បាទអូខេអញ្ចឹងវីដេអូថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេបងប្អូនទាំងគ្នាបាទអញ្ចឹងចាំជួបគ្នានៅវីដេអូក្រោយបាទបន្តទៀតបាទអរគុណ